Hello everyone, how are you doing? I hope you are doing well. And today's video we have WA questions. So what are WA questions? W question are questions that begin with words starting with W8 and also with how. ចឹងW question គឺសំដៅលើសំណួរទាំងឡាយដែលផ្ដើមដោយពាក្យដែលចាប់ផ្ដើមដោយ WH ណាហើយក៏រួមដែរអញ្ចឹងពាក្យសំណួរដែលផ្ដើមដោយ WH គឺគេហៅថា W equation ហ្នឹងឯងចឹងពាក្យសំណួរថ្ងៃនេះខ្ញុំដាក់តែ4ទេមានតែ4ទេណាចឹង the first one is what មានន័យថាអ្វីអញ្ចឹងក្នុងភាសាខ្មែរយើងកាលណាសំណួរចុងក្រោយនៃប្រយោគសំណួរគឺមានពាក្យអ្វីណាមានពាក្យអ្វីអញ្ចឹងមានពាក្យអ្វីយើងអត់បកប្រែថាតើទេទៅពាក្យច្រើនសួរទៅបកប្រែថាតើអញ្ចឹងចាំថាពាក្យថា what នេះអត់បកប្រែថាតើអញ្ចឹងមានអត្ថន័យរបស់វាគឺអ្វីអញ្ចឹងគេសួររកពីអីគេ thing idea thing គឺសំដៅលើរបស់ idea គឺសំដៅទៅលើគំនិតអញ្ចឹងកាលណាយើងចង់សួររកពីគំនិតឬសួររកពីរបស់វត្ថុហ្នឹងយើងសួរប្រើពាក្យថាអ្វី what ណាអូខេ example what is it តើវាជាអ្វីអញ្ចឹងចុងសំណួរនៃពាក្យភាសាខ្មែររបស់យើងហ្នឹងគឺមានពាក្យអ្វីជឿបកប្រែតើទេតែសំណួរមានន័យថាតើហើយ number 2 who មានន័យថានរណាអញ្ចឹងសួររកពីអីគេមនុស្ស person មនុស្សណាសួររកពីមនុស្សកាលយើងចង់សួរសំដៅលើមនុស្សយើងប្រើពាក្យទៅ who example who is she តើនាងជាអ្នកគេតើនាងជាអ្នកគេ who are you តើអ្នកជាណា who is he តើគាត់ជាណាអូខេតើអញ្ចឹងអាហ្នឹងគឺសួរសំដៅលើមនុស្សពាក្យ who យើងអាចសួរទៅលើសត្វបានទេណាបាទយើងអាចសួរទៅលើសត្វបានទេ number 3 when មានន័យថាពេលណាណាពេលណាគឺ ask for it is ask for time for example when do you go home អញ្ចឹងពាក្យថា when ហ្នឹងគឺមានន័យថាពេលណាហើយគេសួររកអំពីពេលវេលាណាសួររកពីពេលវេលាការយើងចង់សួរពីពេលវេលាយើងប្រើពាក្យថា when ពេលណាទៅ example នេះតើអ្នកទៅផ្ទះពេលណាឬក៏ពេលណាអ្នកទៅផ្ទះអូខេអញ្ចឹងសួរពេលវេលា and the last one where ហ្នឹងគឺមានន័យថាឯណាឬក៏ទីណាកាលណាយើងសួររកពីទីកន្លែងនេះសួរពីទីកន្លែង ask for place អញ្ចឹងសួរពីទីកន្លែងយើងប្រើពាក្យថា where ណា where for example where do you live តើអ្នករស់នៅទីណាអ្នករស់នៅឯណាឯងរស់នៅណាវិញអូខេ where do you live អូខេអញ្ចឹងរៀនអានតាមខ្ញុំវិញមក what who when where okay what is it จึงอ่านจบนี้ what is it ឬក៏ what's it จึงอ่านจึงจะសេកាត់មកតែបើអត់ទេយើងអាន what is it who is she តើនាងជានរ when do you go home តើពេលណាអ្នកទៅផ្ទះ okay where do you live តើអ្នករស់នៅឯណា okay thank you everybody for watching my video today and that's all for today's and tomorrow we will continue to the fourth W equation. Okay, thank you. Goodbye. See you in the next video.